ខ្មែរមិនដែលគិតថាបិទចំហថៃនោះទេប៉ុន្តែថៃទៅវិញទេដែលតែគិតនឹងនិយាយអំពីការបិទដង្ហើមឬបិទចំហខ្មែរតាមរយៈវោហារស័ព្ទនយោបាយនិងសកម្មភាពជាក់ស្ដែងមួយថ្ងៃថៃនិយាយតែពីការបិទចំហខ្មែរផ្ដាច់ជំនួយនិងផ្ដាច់ទំនាក់ទំនងគ្រប់កម្រិតនិងគ្រប់វិស័យចាប់តាំងពីចុងខែឧសភាឆ្នាំមុនថៃបានបង្កហេតុដែលចូលបាញ់សម្លាប់កងទ័ពខ្មែរយើងម្នាក់នៅក្នុងលៀនដ្ឋានឲ្យបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ចាប់តាំងពីពេលនោះមកថៃបានបង្កហេតុជាបន្តបន្ទាប់ហើយឈានទៅដល់ការបិទព្រំដែនជាឯកតោភាគីនៅក្នុងប្រទេសថៃឯណោះវិញក៏មានសម្លេងពីគ្រប់ជ្រុងល្ហកអំពីវិនិយោគឲ្យការផ្ដាច់អគ្គិសនីផ្ដាច់អ៊ីនធឺណិតបិទការនាំចូលប្រេងឥន្ធនៈនិងបញ្ឈប់ការនាំចូលទំនិញពីថៃសពបែបយ៉ាងព្រោះថៃគិតថាការបិទចំហខ្មែរបែបនេះនឹងធ្វើឲ្យសេដ្ឋកិច្ចខ្មែរដួលរលំហើយប្រជាជនខ្មែរនឹងស្លាប់ក្នុងរយៈពេល3ខែគេក៏បានមើលងាយខ្មែរយើងថាជាប្រទេសតូចក្រីក្រនិងមានប្រជាជនកន្លះប្រទេសជាអ្នកសុំទានហើយបើគ្មានថៃខ្មែរនឹងដាច់ពោះស្លាប់ជាមិនខានគេទម្លាក់កម្រិតទំនាក់ទំនងការទូតជាឯកតោភាគីទៅដល់កម្រិតលេខាទូតទី2ជាងនេះទៅទៀតប្រជាជនថៃជ្រុលនិយមមួយចំនួនបានធ្វើទុកបុកម្នេញរើសអើងនិងប្រើប្រាស់អំពើហិង្សាសពបែបយ៉ាងទៅលើប្រជាជននិងពលករខ្មែរដែលកំពុងរស់នៅនិងធ្វើការនៅក្នុងប្រទេសថៃទន្ទឹមនឹងនោះអាជ្ញាធរថៃនិងក្រុមហ៊ុនថៃមួយចំនួនក៏បានស្វែងរកលេសប្រើល្បិចកិច្ចកលដើម្បីបណ្ដេញពលករខ្មែរឲ្យត្រឡប់មកស្រុកវិញដោយគេរំពឹងថាពលករទាំងនោះនឹងគ្មានការងារធ្វើខ្លាចជាអ្នកសុំទានហើយចុងក្រោយត្រូវបង្ខំចិត្តត្រឡប់មករកការងារនៅថៃវិញកាន់តែធ្ងន់ធ្ងរទៀតនោះកាលពីថ្ងៃទី8ខែមិថុនាឆ្នាំ2026មានសមាជិកប្រសិទ្ធិថៃមួយរូបបានលើកយកសំណើឲ្យផ្ដាច់ជំនួយនិងផ្ដាច់ទំនាក់ទំនងគ្រប់កម្រិតនិងគ្រប់វិស័យជាមួយខ្មែរទៀតផងប៉ុន្តែឥឡូវនេះរយៈពេលជាង1ឆ្នាំបានកន្លងផុតទៅហើយតើសេដ្ឋកិច្ចខ្មែរដួលរលំដោយគេថាទេតើប្រជាជនខ្មែរដាច់ពោះស្លាប់ឬទេតើពលករខ្មែរដែលត្រឡប់មកស្រុកវិញបានខ្លាចជាអ្នកសុំទានដោយគេរំពឹងទុកដែរឬទេតើខ្មែរខ្វះប្រេងឥន្ធនៈឬគ្មានអ៊ីនធឺណិតប្រើដូចគេគិតទេតើខ្មែរឯកោពីពិភពលោកខាងក្រៅដែរឬទេដូច្នេះតើនេះឬដែលគេហៅថាខ្មែរបិទចំហថៃការពិតទៅខ្មែរមិនដែលគិតនិងមិនដែលធ្វើសកម្មភាពក្នុងគោលបំណងបិទចំហថៃឡើយខ្មែរគ្រាន់តែធ្វើការតបតាមអ្វីដែលថៃបានចាប់ផ្ដើមមុនតែប៉ុណ្ណោះពោលគឺខ្មែរគ្រាន់តែយកនំថៃឲ្យថៃហូបវិញតែប៉ុណ្ណោះថៃបិទព្រំដែនជាឯកតោភាគីកម្ពុជាគ្រាន់តែធ្វើតាមក្រោយប៉ុណ្ណោះហើយក៏មិនដែលនិយាយអំពីរឿងបើកព្រំដែនវិញម្ដងណាឡើយដោយព័ត៌មានរឿងបិទរឿងបើកច្រកព្រំដែននេះគឺចេញមកតែពីខាងភាគីថៃខ្លួនឯងថៃប្រកាសកាត់ផ្ដាច់អគ្គិសនីនិងអ៊ីនធឺណិតកម្ពុជាកាត់ផ្ដាច់ខ្លួនឯងដោយមិនរងចាំគេផ្ដាច់មកទេថៃប្រកាសបិទការនាំចូលប្រេងឥន្ធនៈកម្ពុជាក៏បញ្ឈប់ការនាំចូលទាំងស្រុងគេប្រកាសបិទការនាំចូលស្បៀងអាហារកម្ពុជាក៏បញ្ឈប់ការនាំចូលបន្លែផ្លែឈើត្រីសាច់និងគ្រឿងកំប៉ុងពីប្រទេសថៃវិញរីឯពលករយើងវិញមិនបានត្រឡប់ទៅធ្វើការនៅក្នុងប្រទេសថៃដោយគេគិតឡើយពួកគេភាគច្រើនមានការងារធ្វើនៅក្នុងស្រុកនិងបង្កើតមុខរបរផ្ទាល់ខ្លួនបាននិយាយអំពីទំនាក់ទំនងការទូតវិញខ្មែរមិនមានទំនាក់ទំនងជាមួយថៃទេតែខ្មែរមានទំនាក់ទំនងជាមួយប្រទេសនានាជាច្រើនទាំងនៅក្នុងតំបន់និងសកលលោកនេះមិនមែនជាការបិទចំហថៃទេតែជាការឆ្លើយតបចំពោះសម្ពាធដែលថៃបានដាក់មកលើកម្ពុជាពោលគឺថៃទេដែលបានបាច់អង្កាមច្រាស់ខ្យល់មកលើកម្ពុជាជាមុនប្រជាជនថៃមួយចំនួនកំពុងច្រឡំសម័យកាលដោយគេគិតថាស្ថានភាពខ្មែរនាពេលបច្ចុប្បន្នគឺជាស្ថានភាពខ្មែរក្រោយឆ្នាំ1979ខ្មែរយើងជាប្រទេសតូចណាស់មិនដែលមានបំណងទៅបិទច្រមុះឬបិទមាត់ឯណាឡើយប៉ុន្តែក្នុងពេលដែលប្រឈមទៅនឹងការប្រមាថនិងសម្ពាធពីខាងក្រៅនោះរួមជាមួយនឹងភាពអាម៉ាស់របស់ប្រជាជាតិកម្ពុជាតែប្រឹងរស់ប្រឹងរីកចម្រើននិងប្រឹងរួមគ្នាជាធ្លុងមួយយើងមិនត្រូវបែកបាក់នៅក្នុងមហាគ្រួសារខ្មែរទេយើងត្រូវប្រមូលផ្ដុំគ្នាជាកម្លាំងកាយប្រាជ្ញាស្មារតីនិងមនសិការជាតិដើម្បីកសាងនិងពង្រឹងសមត្ថភាពជាតិលើគ្រប់វិស័យមានតែភាពរឹងមាំរបស់ជាតិតែប៉ុណ្ណោះដែលអាចធ្វើឲ្យជាតិសាសន៍ដទៃលែងហ៊ានប្រមាថឈ្លាន